ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសថាសហរដ្ឋអាមេរិកនឹងបង្កើតអត្រាពន្ធទ្វេដងលើការនាំចូលដែកថែបនិងអាលុយមីញ៉ូមពី 25% ទៅ 50% ដោយចាប់ផ្ដើមពីថ្ងៃពុធតទៅនេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC កាលពីថ្ងៃទី31 ខែឧសភានេះថ្លែងនៅក្នុងពិធីជួបជុំជាមួយបុគ្គលិកនិងកម្មកររោងចក្រដែកថែបនៅទីក្រុង Pittsburgh រដ្ឋ Pennsylvania កាលពីថ្ងៃសុក្រកន្លងទៅនេះលោក Trump បាននិយាយថាវិធានការនេះនឹងជួយជំរុញឧស្សាហកម្មផលិតដែកថែបនៅក្នុងស្រុកនិងការផ្គត់ផ្គង់ការប្រើប្រាស់ក្នុងប្រទេសក៏ដូចជាការកាត់បន្ថយការពឹងផ្អែកទៅលើផលិតផលដែកថែបនាំចូលពីប្រទេសចិនលោក Trump ក៏បាននិយាយផងដែរថាទឹកប្រាក់ $14,000 លាននឹងត្រូវវិនិយោគទៅលើការផលិតដែកថែបនៅក្នុងតំបន់នេះតាមរយៈកិច្ចសហការរវាងក្រុមហ៊ុនដែកថែបអាមេរិក US Steel និងក្រុមហ៊ុន Nippon Steel របស់ជប៉ុនប៉ុន្តែក្រោយមកលោក Trump បានប្រាប់អ្នកសារព័ត៌មានថាលោកមិនទាន់បានឃើញឬអនុម័តទៅលើសេចក្តីព្រាងចុងក្រោយនៅឡើយទេការប្រកាសបែបនេះគឺជាការវិវត្តថ្មីមួយនៅក្នុងដំណោះស្រាយរបស់លោក Trump ចំពោះបញ្ហាពន្ធចាប់តាំងពីលោកចូលកាន់តំណែងឡើងវិញកាលពីខែមករាដោយមានការចូលរួមពីបុគ្គលិកកម្មករដែកថែបអមដោយសម្លេងទះដៃយ៉ាងកងរំពងផងនោះលោក Trump បានថ្លែងទៅកាន់អ្នកចូលរួមថានឹងមិនមានការកាត់បន្ថយកម្លាំងពលកម្មទេឬក៏ផ្លាស់ប្ដូរការងារទៅប្រទេសផ្សេងទេហើយគ្រប់បុគ្គលិកជនជាតិអាមេរិកទាំងអស់នឹងទទួលបានប្រាក់លើកទឹកចិត្ត$5,000ក្នុងពេលឆាប់ៗនេះក្តីបារម្ភមួយក្នុងចំណោមក្តីបារម្ភចម្បងរបស់កម្មករផលិតដែកថែបអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកជប៉ុននេះគឺថាតើជប៉ុននឹងគោរពទៅតាមកិច្ចសន្យាសហជីពរបស់កម្មករដែលចែងអំពីប្រាក់ឈ្នួលនិងការជួលបុគ្គលិកដែរឬទេលោក Trump បានចាប់ផ្ដើមសន្ទរកថាដោយអះអាងថាលោកបានសង្គ្រោះក្រុមហ៊ុន US Steel ជាក្រុមហ៊ុនផលិតដែកថែបធំបំផុតរបស់សហរដ្ឋអាមេរិកដែលស្ថិតនៅទីក្រុង Pittsburgh ដោយលោកបានយកពន្ធ 25% លើដែកថែបនាំចូលអំឡុងពេលដែលលោកកាន់តំណែងជាប្រធានាធិបតីក្នុងអាណត្តិទី1ក្នុងឆ្នាំ2018ទាំងការលក់ទាំងប្រាក់ចំណេញរបស់ក្រុមហ៊ុន US Steel មានការធ្លាក់ចុះប៉ុន្មានឆ្នាំចុងក្រោយនេះលោក Trump បានហៅការដំឡើងពន្ធរហូតដល់ 50% នេះថាជាមធ្យោបាយមួយដើម្បីធានាការរស់រានរបស់ក្រុមហ៊ុន US Steel លោកនិយាយថានៅក្នុងអត្រាពន្ធ 50% នេះពួកគេមិនអាចប្រកួតប្រជែងជាមួយនឹងទីផ្សារអាមេរិកបាននោះទេជាថ្មីម្ដងទៀតយើងនឹងធ្វើឲ្យដែកថែបនៅរដ្ឋ Pennsylvania ក្លាយជាកម្លាំងស្នូលរបស់សហរដ្ឋអាមេរិកដែលមិនធ្លាប់មានពីមុនមកការផលិតដែកថែបរបស់សហរដ្ឋអាមេរិកបាននឹងកំពុងធ្លាក់ចុះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះខណៈប្រទេសចិនឥណ្ឌានិងជប៉ុនបានក្លាយជាប្រទេសផលិតឈានមុខគេនៅលើពិភពលោកប្រមាណជា1/4នៃដែកថែបដែលប្រើប្រាស់នៅសហរដ្ឋអាមេរិកត្រូវបាននាំចូលហើយពឹងផ្អែកទៅលើដែកថែបនាំចូលពីប្រទេសមិចស៊ិកនិងកាណាដាដែលបានធ្វើឲ្យលោក Trump មិនសប្បាយចិត្តនោះទេការប្រកាសបែបនេះធ្វើឡើងចំពេលដែលមានការតតាំងតាមផ្លូវតុលាការជុំវិញភាពស្របច្បាប់នៃគោលនយោបាយយកពន្ធមួយចំនួនរបស់លោក Trump ដែលក្នុងនោះសាលាឧទ្ធរណ៍បានអនុញ្ញាតឲ្យបន្តអនុវត្តបន្ទាប់ពីតុលាការពាណិជ្ជកម្មអន្តរជាតិបង្គាប់ឲ្យរដ្ឋបាលលោក Trump ផ្អាកការអនុវត្តពន្ធប៉ុន្តែបណ្ដឹងនេះមិនបានប៉ះពាល់ទៅដល់ការយកពន្ធរបស់លោក Trump ទៅលើប្រភេទដែកថែបនិងអាលុយមីញ៉ូមនោះទេលោក Jojo Berskes ជាសមាជិករបស់សហជីពកម្មករដែកថែបសហរដ្ឋអាមេរិកដែលបានចូលរួមនៅក្នុងកម្មវិធីជួបជាមួយនឹងលោក Trump បានប្រាប់ BBC ថាវាជាថ្ងៃដ៏ល្អសម្រាប់កម្មករដែកថែបលោក Burgess ក៏មានតួនាទីជាអភិបាលក្រុង Washington ផងដែរដោយលោកបានបង្ហាញសុទិដ្ឋិនិយមជុំវិញព័ត៌មានលម្អិតស្ដីពីភាពជាដៃគូជាមួយនឹងក្រុមហ៊ុនដែកថែបជប៉ុន Nippon Steel ដោយអះអាងថា
លោកសង្ឃឹមថាវានឹងជួយបង្កើតនៅកម្មករដែកថែបចំនួនថ្មីនៅក្នុងតំបន់នេះរហូតមកដល់ពេលនេះផលប៉ះពាល់ដោយសារតែការកំណត់ពន្ធរបស់លោកត្រាំបានបណ្ដាលឲ្យមានការចលាចលផ្នែកសេដ្ឋកិច្ចទូទាំងពិភពលោកទីផ្សារនិងពាណិជ្ជកម្មសកលលោកបានក្រឡាប់ចាក់និងមានចំនួននៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសដទៃទៀតរួមទាំងដៃគូជិតស្និទ្ធមួយចំនួនរបស់អាមេរិកផងដែរការយកពន្ធនេះបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងចិននិងអាមេរិកជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំពីរនៅក្នុងពិភពលោកហើយធ្វើឲ្យប្រទេសទាំងពីរនេះធ្លាក់ទៅក្នុងជម្លោះសងសឹកផ្នែកពាណិជ្ជកម្មទៅវិញទៅមកផងដែរកាលពីថ្ងៃសុក្រដោយមិនផ្ដល់ព័ត៌មានលម្អិតលោកត្រាំបានចោទប្រកាន់ប្រទេសចិនថាបានរំលោភលើសេចក្តីព្រៀងដែលបានយល់ព្រមជុំវិញករណីនេះកាលពីដើមខែនេះពេលដែលមានការចរចានៅទីក្រុងហ្សឺណែវលោក Jamieson Greer តំណាងពាណិជ្ជកម្មអាមេរិកក្រោយមកបានបញ្ជាក់ថាប្រទេសចិនមិនត្រូវបានដករបាំងពន្ធដោយដែលបានយល់ព្រមទៅតាមកិច្ចព្រមព្រៀងនោះទេក្រោយមកប្រទេសចិនបានរិះគន់តបវិញថាដោយចោទប្រកាន់ថាសហរដ្ឋអាមេរិកមានកំហុសការឆ្លើយតបរបស់ក្រុងប៉េកាំងកាលពីថ្ងៃសុក្រមិនបានបកស្រាយឲ្យចំចំពោះការអះអាងរបស់សហរដ្ឋអាមេរិកនោះប៉ុន្តែបានទទូចឲ្យអាមេរិកបន្ថយការរឹតបន្តឹងបែបរើសអើងទៅលើប្រទេសចិនគឺជាប្រទេសផលិតដែកថែបធំជាងគេនៅលើពិភពលោកដែលមានចំណែកជាងពាក់កណ្ដាលនៃផលិតផលដែកថែបនៅក្នុងពិភពលោកនេះបើតាមស្ថិតិរបស់សមាគមផលិតដែកថែបនៅក្នុងពិភពលោក World Steel Association កាលពីឆ្នាំ2022លោកត្រាំបាននិយាយនៅក្នុងពិធីជួបជុំមួយកាលពីថ្ងៃសុក្រថាប្រសិនបើគ្មានអ្នកដែកថែបមានន័យថាអ្នកគ្មានប្រទេសបើអ្នកគ្មានប្រទេសអ្នកមិនអាចនឹងកសាងយោធាបានទេតើយើងនឹងធ្វើអ្វីទៅវិញនោះនៅក្នុងសន្ទរកថាដ៏វែងនៅក្នុងពិធីជួបជុំនេះលោកត្រាំបានប្រឡយពីអំពីកិច្ចព្រមព្រៀងដែលលោកបានធ្វើជាមួយនឹងក្រុមហ៊ុនដែកថែបជប៉ុន Nippon Steel ប៉ុន្តែលោកមិនបានផ្ដល់ព័ត៌មានលម្អិតនោះទេក្រុមហ៊ុនទាំងពីរមិនទាន់បានបញ្ជាក់ពីការសម្រេចចិត្តព្រមព្រៀងណាមួយនៅឡើយទេក្រុមហ៊ុន US Steel បានព្រមព្រៀងកាលពីខែធ្នូឆ្នាំ2023លក់ទៅឲ្យក្រុមហ៊ុនជប៉ុន Nippon ដែលនៅក្នុងកិច្ចព្រមព្រៀងមួយដែលមានទំហំទឹកប្រាក់$15,000 លានសហរដ្ឋអាមេរិកមុនពេលដែលត្រូវបានរារាំងដោយលោកប្រធានាធិបតី Joe Biden ដោយហេតុផលសន្តិសុខជាតិអំឡុងពេលយុទ្ធនាការជ្រើសរើសប្រធានាធិបតីលោកត្រាំបាននិយាយថាលោកពិតជាជំទាស់ទាំងស្រុងចំពោះការលក់ក្រុមហ៊ុនដែកថែបអាមេរិក US Steel ទៅឲ្យក្រុមហ៊ុនបរទេសលោកក៏បាននិយាយផងដែរថាលោករារាំងភ្លាមៗដោយហៅការលក់ទៅឲ្យក្រុមហ៊ុន Nippon ថាវាអន់ខ្លាំងណាស់ប៉ុន្តែនៅក្រោមកិច្ចព្រមព្រៀងភាពជាដៃគូថ្មីនេះគេមិនទាន់ដឹងច្បាស់ថានរណានឹងជាម្ចាស់ក្រុមហ៊ុន US Steel ឬក៏ថាតើនរណានឹងដំណើរការអាជីវកម្មអាមេរិកដែលមានចំណាស់124ឆ្នាំនេះក្រុមមន្ត្រីនៅសេតាវិមានបាននិយាយថាលោកត្រាំបានបញ្ចុះបញ្ចូលក្រុមហ៊ុន Nippon ឲ្យបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងទឹកដីសហរដ្ឋអាមេរិកប៉ុន្តែផ្ដល់អំណាចដល់រដ្ឋាភិបាលអាមេរិកក្នុងការសម្រេចទៅលើប្រតិបត្តិការរោងចក្រអាមេរិកបើយោងតាមបណ្ដាញព័ត៌មានអាមេរិកជប៉ុនគ្រោងនឹងបោះទុនវិនិយោគ$14,000 លានសម្រាប់រយៈពេល14ខែសេចក្តីរាយការណ៍លម្អិតផ្សេងទៀតលើកឡើងថាក្រុមហ៊ុនទាំងពីរបាននិយាយថាខ្លួននឹងរក្សាកម្មសិទ្ធិរបស់ក្រុមហ៊ុន US Steel នៅអាមេរិកស្របពេលដែលពលរដ្ឋអាមេរិកស្ថិតនៅក្នុងក្រុមប្រឹក្សាភិបាលនិងក្នុងតំណែងថ្នាក់ដឹកនាំផងដែរពួកគេក៏បានសន្យាដែរថានឹងមិនកាត់បន្ថយសកម្មភាពផលិតរយៈពេល10ឆ្នាំប៉ុន្តែក៏បានយល់ព្រមផ្ដល់សិទ្ធិដល់រដ្ឋាភិបាលក្នុងការបដិសេធការកាត់បន្ថយផលិតកម្មប្រកបដោយសក្តានុពលបន្ទាប់ពីរយៈពេល10ឆ្នាំផងដែរ